นี่វិញមិនទាន់បានទាំងលុបមកលុបអីស្រួលបួលហងបងប្អូនចេញមកឆែកសុខភាពកូនដំណាំព្រោះតែថ្ងៃនេះមានបងប្អូនគាត់ដាក់ការកំងច្រើនមែនតើហើយសម្រាប់ព្រឹកនេះខ្ញុំឆែកទៅឃើញកូនដំណាំរបស់យើងគឺសុខភាពល្អមែនតើដំណាំទៅបងប្អូនអ៊ំពូមីងដែលបានដាក់ការកំងបាច់ភ័យព្រួយទៅលើគុណភាពសុវត្ថិភាពនៃកូនដំណាំទេបងប្អូនបានឃើញនៅក្នុងវីដេអូនេះជាដើមកូនដំណាំចេញមកគឺសុខភាពរឹងមាំល្អណាស់ហើយបងប្អូនមករយៈនេះរៀងប្រម៉ូទទៅលើកូនបន្លែចម្រុះតិចហើយធម្មតាទេបងប្អូនដោយសារតែបងប្អូនអ៊ំពូមីងបានដាក់ការគាំទ្រជាប្រចាំថ្ងៃតែម្ដងឥឡូវនេះណាមួយកុំឲ្យខ្វះខាតតម្រូវការរបស់បងប្អូនថាទំព័រផេករៀនដាំគឺមានផលិតផលដូចជាដីដាំជីទឹកជីគោករួចស្រេចហើយសឹងតែជាផលិតផលសម្រេចដែលមានគុណភាពល្អហើយយើងបន្ថែមនៅប្រភេទកូនដំណាំកូនបន្លែចម្រុះទៀតកាន់តែមានភាពងាយស្រួលទៅដល់បងប្អូននិងតម្រូវការទូទៅគាត់រៀបចំដាំដំណាំមិនថាលក្ខណៈគ្រួសារឬជាលក្ខណៈធំខាងរៀនដាំយើងអាចគ្រប់គ្រងជូនពួកគាត់បានដែរឥឡូវនេះជាប្រចាំថ្ងៃទំព័រផេករៀនដាំខ្ញុំតែងតែផុសនៅរូបសញ្ញាជាប្រភេទកូនដំណាំដើម្បីអាប់ដេតជូនបងប្អូនអ៊ំពូមីងទាំងអស់គ្នាដឹងថាថ្ងៃនេះខ្ញុំមានលក់កូនដំណាំអ្វីបើសិនជាបងប្អូនចង់បានបងប្អូនគ្រាន់តែឆាតចូល Page ឬ Telegram របស់ខ្ញុំផ្ទាល់ខ្ញុំនឹងផ្ញើតារាងតម្លៃឈ្មោះកូនដំណាំនីមួយៗជូនបងប្អូនតែម្ដង